អត្ថបទស្ដាប់រឿងនាយល្អកាលពីព្រេងនាយមានស្ដេចព្រាបមួយនាំបរិវារទៅរកស៊ីនៅទីវាលស្រែបានឃើញលបដែលនាយព្រានដាក់ហើយដោយបាច់ស្រូវអង្ករធ្វើជានុយពួកព្រាបជាបរិវារទាំងឡាយឃើញនុយដូច្នេះគិតនាំគ្នានឹងចុះស៊ីឯស្ដេចព្រាបគិតថាស្រូវអង្ករនេះរកបានដោយលំបាកចុះហេតុដូចម្ដេចបានជាមនុស្សយកមកបាចស្រោចនៅពាសវាលដូចនេះប្រហែលជានុយបញ្ឆោតដើម្បីឲ្យពួកព្រាបចុះស៊ីហើយគេនឹងវាត់ចាប់ដោយលបនេះឯងជាប្រកាសស្ដេចព្រាបគិតដូច្នេះហើយទើបពោលពាក្យហាមព្រាបជាបរិវារមិនឲ្យចុះស៊ីស្រូវអង្ករនោះឡើយឯព្រាបជាបរិវារទាំងឡាយពុំស្ដាប់ទេទើបនិយាយគ្នាថាយើងស្វែងរកអាហារសពថ្ងៃនេះបានដោយកម្រឥឡូវនេះបានអាហារស៊ីហើយបែរជានាយហាមឃាត់យើងមិនឲ្យស៊ីដូច្នេះទៅវិញតើនឹងចាំទៅរកឯណាទៀតឲ្យលំបាកស្ដេចព្រាបឮដូច្នេះក៏ថាអ្នករាល់គ្នាពុំមានប្រាជ្ញាឃើញអាហារក៏ហើរចុះស៊ីពុំដឹងពីអន្តរាយទៅខាងមុខនឹងបានទុកដល់អាត្មាដោយពាក្យបុរាណថាព្រោះចំណីត្រូវក្តីច្រើនក្តាត់ឯអ្នកទាំងឡាយចុះស៊ីស្រូវអង្ករដែលគេបាចពាសវាលនោះគឺជានុយដូចជាត្រីស៊ីនុយគេដាក់សន្ទូចនេះឯងចូលអ្នកទាំងឡាយកុំចុះទៅស៊ីស្រូវគេនោះឡើយឯព្រាបទាំងអស់ពុំជឿស្ដាប់ពាក្យស្ដេចព្រាបនោះឡើយក៏នាំគ្នាចុះទៅស៊ីស្រូវក្នុងលុបនាយព្រាមឯស្ដេចព្រាបខាត់ពួកបរិវារពុំស្ដាប់ដូច្នេះក៏គិតថាបើអញមិនចុះទៅជាមួយមុខជាព្រាបទាំងឡាយនឹងវិនាសជាមិនខានអញ្ចឹងមានតែអាត្មាអញចុះជាមួយផងដែរហើយគិតហើយស្ដេចព្រាបក៏ហើរចុះទៅស៊ីចំណីក្នុងលុបនោះដែរឯនាយព្រានកាលបើឃើញវងព្រាបចុះស៊ីច្រើនហើយក៏ទម្លាក់ខ្សែលុបនោះចុះមួយរំពេចព្រាបទាំងឡាយក៏ត្រូវវិចក្នុងសំណាញ់លុបនោះទាំងអស់ទើបស្ដេចព្រាបនិយាយថាយ៉ាងម៉េចហើយអ្នកទាំងឡាយឥឡូវនេះឃើញក្តីអន្តរាយពិតឬនៅបើដូច្នេះតើអ្នកទាំងអស់គ្នានឹងគិតយ៉ាងណាទើបរក្សាជីវិតបានឯព្រាបទាំងឡាយនាំគ្នាទទួលកំហុសរួចនិយាយថាយើងទាំងអស់គ្នាមិនដឹងគិតយ៉ាងណាទេទាល់ចំណេះអស់ហើយលោកមានឧបាយកលយ៉ាងណាសូមមេត្តាជួយដោះយើងខ្ញុំឲ្យរួចជីវិតផងចុះឯស្ដេចព្រាបក៏និយាយថាភ័យម្ដងនេះជាភ័យយ៉ាងធំបំផុតកម្រនឹងកែខ្លួនបានបើដូច្នេះអ្នករាល់គ្នាកុំប្រមាទខំតាំងសតិឲ្យខ្ជាប់ខ្ជួនអាស្រ័យលើព្រមព្រៀងចិត្តគ្នាតាំងកម្លាំងឲ្យព្រមគ្នាចុះយើងប្រឹងស្ទុះហើរឡើងឲ្យព្រមគ្នាដើម្បីឲ្យខ្សែលុបនេះដាច់ឃ្លាតចាក់ទីឯព្រាបទាំងឡាយក៏ធ្វើតាមនាយទើបនាំគ្នាស្ទុះហើរព្រមគ្នាឡើងឯខ្សែលុបនោះក៏ដាច់ចាក់ទីមួយរំពេចព្រាបទាំងឡាយក៏ហើរនាំលុបឡើងទៅលើអាកាសហើយបានហើរទៅដល់ដំបូលមួយជាទីលំនៅនៃស្ដេចកណ្ដុរដែលជាមិត្តសម្លាញ់នឹងស្ដេចព្រាបតាំងពីយូរលង់ណាស់មកហើយស្ដេចកណ្ដុរដែលជាមិត្តសម្លាញ់ក៏នាំវងកណ្ដុររបស់ខ្លួនមកកាត់លុបនោះបានសម្រេចស្ដេចព្រាបនិងបរិវារក៏បានរួចជីវិតព្រមទាំងបានអរគុណដល់សម្លាញ់របស់ខ្លួនដែលបានជួយខ្លួនឲ្យរួចជីវិតរួចហើរក៏បានលាគ្នាទៅទីកន្លែងរៀងៗខ្លួនវិញ